lại đi từ lại dưới này scat cái bông đây không scat cái gì này không khum pơ coi khum pơ coi khum cái khum khá coi đang này khum khá khum pơ xong rồi nó nhiều cha không cha không hả mới là phi cười nha là phi cười nhỉ là phi nè lá vậy mẹ cô gặp lại cô mẹ tụi mẹ đá nữa đá không đá nữa đi cá bà chìm điệp xuống phi mà tụi chôn lại tạm nào được cặp sai rò bò miền toàn hạt cá đã ăn có phép xa bò miền TV sức bi để cho mà thò khi một đất nơi rụp phép tích phép cho bò miền bát thom nơi đi tăng cái lại cái hết đại nhom từตัวบ้านพบปอมีมาทอมทำมีนกัดในอากีพีกับปงเมียงกาชับเช่
រោងចក្រមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ4ស្ថិតនៅក្នុងមួយស្រុកអង្គធ្នួលខេត្តកណ្ដាលរាជធានីភ្នំពេញនៅដើមខែមេសាឆ្នាំ2025បងប្អូនឃើញទស្សនវិជ្ជានៅរូបភាពហើយអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅរួមជាមួយនឹងផ្សែងភ្លើងយ៉ាងខ្មួលខ្មាញ់ដែរបងបាទបងប្អូនឃើញនោះផ្សែងភ្លើងឡើងល្ងឹតតែម្ដងបាទហើយអណ្ដាតភ្លើងនៅតែបន្តឆេះយ៉ាងសន្ធោសន្ធៅហើយទស្សនវិជ្ជានៅទីតាំងកន្លែងខេត្តនេះមានរោងចក្រមួយកន្លែងហ្នឹងត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទៅហើយបាទឆាប់ឆេះអស់ទាំងស្រុងហើយក៏ឆេះរៀលដាលទៅដល់ទីតាំងរោងចក្រមួយកន្លែងទៀតជាប់នៅទីតាំងកន្លែងខេត្តបាទផងដែរហើយនៅតាមបណ្ដោយផ្លូវជាតិលេខ4នេះបាទបានបិទចរាចរណ៍ទៅហើយបាទมันអាចធ្វើបាទចរាចរណ៍បានទេនៅតាមបណ្ដោយផ្លូវជាតិលេខ4នៅទីតាំងកន្លែងដែលមានអគ្គិភ័យកំពុងមានការឆាបឆេះនេះបាទដោយមានរថយន្តពលគឺអគ្គិភ័យជាច្រើនគ្រឿងបានចុះមកជួយធ្វើការអន្តរាគមន៍បាញ់ទឹកទៅលើទីតាំងដែលមានអណ្ដាតភ្លើងកំពុងមានការឆាបឆេះនេះបងប្អូនឃើញទេបាទមានកម្លាំងពលអគ្គិភ័យដូចជារថយន្តពលអគ្គិភ័យក៏ដូចជាបាទកម្លាំងសមត្ថកិច្ចមូលដ្ឋានមកជួយធ្វើការអន្តរាគមន៍បិទចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ4ដោយសារតែមានអគ្គិភ័យកំពុងមានការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងកន្លែងខេត្តនេះបាទប្រិយលោកជនឃើញនៅទស្សនវិជ្ជានៅរូបភាពនៅទីតាំងកន្លែងខេត្តដែលខ្ញុំបាទផលសភាកំពុងតែផ្ដិតយករូបភាពនៅទីតាំងកន្លែងខេត្តដែលមានអណ្ដាតភ្លើងកំពុងតែមានការឆាបឆេះយ៉ាងសន្ធោសន្ធៅបងប្អូនឃើញនេះបាទអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅទីតាំងកន្លែងខេត្តតែម្ដងបាទសូមបញ្ជាក់ផងដែរករណីអគ្គិភ័យដែលមានការចាប់ឆេះនេះស្ថិតនៅក្នុងស្រុកអង្គធ្នួលបាទខេត្តកណ្ដាលរាជធានីភ្នំពេញនៅថ្ងៃទី1ខែមេសាឆ្នាំ2025គឺដើមខែនេះតែម្ដងប្រជាជនបាទបងប្អូនឃើញណាទស្សនវិជ្ជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅហើយបងប្អូនជួយ share ផងហើយបងប្អូនដែលធ្វើដំណើរនៅតាមបណ្ដោយផ្លូវជាតិលេខ4បាទមកដល់ចំណុចទីតាំងកន្លែងបាទដែលមានអគ្គិភ័យកំពុងមានការចាប់ឆេះនេះបានបិទចរាចរណ៍ហើយបាទបិទចរាចរណ៍មិនទាន់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅតាមបណ្ដោយផ្លូវជាតិលេខ4នៅចំចំណុចទីតាំងដែលមានអគ្គិភ័យកំពុងមានការចាប់ឆេះនេះទេបាទដោយសារតែអណ្ដាតភ្លើងនៅតែបន្តឆាបឆេះបាទហើយកម្លាំងពលអគ្គិភ័យនៅតែបន្តបាញ់ទៅលើទីតាំងកន្លែងកាត់ហេតុដែលមានអគ្គិភ័យកំពុងមានការឆាបឆេះនេះប្រិមត្តយុវជនដែលកំពុងតាមដានរកផ្សាយរាល់ព័ត៌មានទាន់ហេតុការណ៍ដែលអង្គភាពសារព័ត៌មាន TVSB ដូចជាម៉ាតផលសខីកំពុងតែផ្ដិតយករូបភាពទស្សនវិជ្ជានៅទីតាំងកន្លែងកាត់ហេតុដែលមានអគ្គិភ័យមានការឆាបឆេះបាទអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដងបាទហើយកម្លាំងពលអគ្គិភ័យនៅតែបន្តធ្វើការបាញ់ទឹកទៅលើទីតាំងដែលមានអគ្គិភ័យកំពុងមានការចាប់ឆេះនេះបាទអណ្ដាតភ្លើងយ៉ាងខ្មោះខ្មាញ់ហើយផ្សែងបាទឡងខ្មៅតែម្ដងប្រជាជនបាទរោងចក្រដែលខ្ញុំបាទកំពុងផ្ដិតនេះបងប្អូនឃើញនេះបាទឆេះអស់ហើយបាទមួយកន្លែងហើយឆេះរៀលដាលទៅដល់កន្លែងទីតាំងផ្សេងទៀតបងប្អូនឃើញនេះបាទហើយករណីអគ្គិភ័យមានការចាប់ឆេះនេះយើងមិនទាន់ដឹងថាប្រភពដោយសារតែបាទមូលហេតុអ្វីនៅឡើយនេះទេគ្រាន់តែជាព័ត៌មានបឋមដើម្បីចែកចាយទៅដល់បងប្អូនដែលនិយមតាមដានរកការផ្សាយផ្ទាល់ដោយអង្គភាពសារព័ត៌មាន TVSB ដូចជាម៉ាតផលសគីកំពុងតែផ្ដិតយករូបភាពនៅទីតាំងកន្លែងកាត់ហេតុដែលមានអគ្គិភ័យកំពុងមានការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅតាមបណ្ដោយផ្លូវជាតិលេខ4បាទស្ថិតនៅក្នុងស្រុកអង្គស្នួលខេត្តកណ្ដាលរាជធានីភ្នំពេញនៅដើមខែមេសាឆ្នាំ2025គឺថ្ងៃ1នេះតែម្ដងបាទរថយន្តពលអគ្គិភ័យនៅតែបន្តចេញមកជួយធ្វើការអន្តរាគមន៍ហើយនៅតាមបណ្ដោយផ្លូវជាតិលេខ4ត្រង់ចំណុចដែលមានអគ្គិភ័យឆាបឆេះនេះបាទក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះជួយអន្តរាគមន៍សម្រួលចរាចរណ៍បិទចរាចរណ៍បាទផងដែរដើម្បីឲ្យរថយន្តពលអគ្គិភ័យងាយស្រួលក្នុងការចូលបាទរថយន្តបាញ់ទឹកទៅលើទីតាំងដែលមានអគ្គិភ័យកំពុងមានការឆាបឆេះនេះប្រិមត្តយុវជនដែលកំពុងតាមដានរកការផ្សាយរាល់ព័ត៌មានទាន់ហេតុការណ៍ដែលអង្គភាពសារព័ត៌មាន TVSB ដូចជាម៉ាតផលសគីផ្ដិតយករូបភាពនិងទស្សនវិជ្ជានៅទីតាំងកន្លែងកាត់ហេតុដែលមានអគ្គិភ័យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅប
បាននៅតាមបណ្ដោយផ្លូវជាលេខ4ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងតែជួយសម្រួលចរាចរណ៍និងបិទចរាចរណ៍នៅតាមបណ្ដោយផ្លូវជាលេខ4នៅត្រង់ចំណុចដែលមានអគ្គិភ័យកំពុងមានការឆាបឆាយនេះផងដែរបងប្អូនឃើញទិដ្ឋភាពរូបភាពហើយជួយ share បច្ច័យរំលែកព័ត៌មាននេះផងបាទបងប្អូនយុវជនបាទហើយបងប្អូនដែលធ្វើដំណើរនៅតាមបណ្ដោយផ្លូវជាលេខ4បាទឥឡូវនេះបានបិទចរាចរណ៍បាទសិនហើយដោយសារតែមានអណ្ដាតភ្លើងកំពុងមានការឆាបឆេះនៅត្រង់ចំណុចបាទភូមិអង្គស្នួលសង្កាត់ស្រុកអង្គស្នួលបាទប្រជាជនបាទស្រុកអង្គស្នួលខេត្តកណ្ដាលរាជធានីភ្នំពេញនៅថ្ងៃទី1ខែមេសាឆ្នាំ2025គឺដើមខែនេះតែម្ដងបាទបងប្អូនឃើញហើយបាទរោងចក្រដែលខ្ញុំផ្ដិតយកនេះបាទអស់មួយបាទឆេះបាទអស់ទាំងស្រុងបាត់ហើយបងប្អូនឃើញនេះបាទឆេះអស់ហើយរៀលដាលទៅរោងចក្រផ្សេងទៀតបាទជាប់ទីតាំងកន្លែងកហេតុបាទផងដែរបាទមានទាំងរោងចក្រមានទាំងផ្ទះបងប្អូនជាបរដ្ឋនៅជាប់ទីតាំងកន្លែងកហេតុបងប្អូនឃើញហើយបាទសូមចូលរួមបាទសោកស្ដាយទៅដល់ម្ចាស់រោងចក្រក៏ដូចជាផ្ទះបងប្អូនជាបរដ្ឋដែលជួបបាទហេតុការណ៍អគ្គិភ័យមានការឆាប់ឆេះយ៉ាងសន្ធោសន្ធើបាទផ្សែងបាទដូចចាស់គាត់ថាផ្សែងកំពុងតែពេញកំមុំបងប្អូនឃើញណាផ្សែងនឹងភ្លើងបាទកំពុងតែឆាប់ឆេះយ៉ាងសន្ធោសន្ធើតែម្ដងហើយកម្លាំងពលរដ្ឋអគ្គិភ័យមិនបង្អង់ដៃទេបាទនៅតែបន្តធ្វើការបាញ់ទឹកបាទហើយរថយន្តជាច្រើនគ្រឿងបានមកដល់ទីតាំងកន្លែងកហេតុដើម្បីធ្វើការបាញ់ទឹកបាទនៅទីតាំងដែលមានអគ្គិភ័យកំពុងមានការឆាប់ឆេះនេះបាទប្រិមត្តទស្សនិកជនឃើញហើយបាទទិដ្ឋភាពនិងរូបភាពនេះបាទអណ្ដាតភ្លើងឆេះខ្លាំងមែនទែនបាទបាទប្រិមត្តទស្សនិកជនឃើញហើយបាទរថយន្តពលរដ្ឋអគ្គិភ័យបន្តចុះមកជាច្រើនគ្រឿងជាមួយនឹងទិដ្ឋភាពនៅរូបភាពបាទកម្លាំងបាទសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយធ្វើការអន្តរាគមន៍បាទបិទចរាចរណ៍នៅតាមបណ្ដោយផ្លូវជាលេខ4ត្រង់ចំណុចទីតាំងដែលមានអគ្គិភ័យកំពុងមានការឆាបឆេះនេះបាទបងប្អូនឃើញទេបាទចុះមកបាទភ្លាមតែម្ដងបាទកម្លាំងសមត្ថកិច្ចក៏ដូចជារថយន្តពលរដ្ឋអគ្គិភ័យជាច្រើនគ្រឿងបានចុះមកហើយបងប្អូនបាទហើយផ្លូវត្រង់ចំណុចទីតាំងដែលមានអគ្គិភ័យឆាបឆេះនេះក៏បានបាទបិទចរាចរណ៍បាទមិនតឲ្យបងប្អូនធ្វើចរាចរណ៍បានទេដោយសារតែអណ្ដាតភ្លើងដែលបន្តឆេះប្រិមត្តទស្សនិកជនដែលកំពុងតាមដានរកផ្សាយរាល់ព័ត៌មានតនហេតុការណ៍ដែលអង្គភាពសារព័ត៌មាន TV ស្វីដឹកចំណាត់ផតគីកំពុងតែផ្ដិតយករូបភាពនៅទីតាំងកន្លែងកាត់ហេតុដែលអណ្ដាតភ្លើងកំពុងតែមានការឆាបឆេះបាទរោងចក្របាទនៅតាមបណ្ដោយផ្លូវជាតិលេខ4បាទស្រុកអង្គស្នួលខេត្តកណ្ដាលរាជធានីភ្នំពេញនៅដើមខែមេសាគឺថ្ងៃមួយនេះតែម្ដងបាទហើយក៏មានកម្លាំងពលរដ្ឋអគ្គិភ័យរថយន្តជាច្រើនគ្រឿងចុះមកបាទជួយធ្វើការអន្តរាគមន៍បាញ់ទឹកទៅលើទីតាំងដែលមានអណ្ដាតភ្លើងកំពុងមានការចាប់ឆេះនេះហើយចំណុចទីតាំងដែលមានការឆាប់ឆេះបាទរោងចក្រនេះក៏មានការបិទផ្លូវបាទជាលេខ4ផងដែរដើម្បីបាទងាយស្រួលឲ្យរថយន្តពលរដ្ឋអគ្គិភ័យចុះមកជួយធ្វើការអន្តរាគមន៍បាញ់ទឹកបាទជួយបាទបន្លត់នៅទីតាំងដែលមានអណ្ដាតភ្លើងកំពុងមានការឆាប់ឆេះនេះបងប្អូនឃើញណារថយន្តពលរដ្ឋអគ្គិភ័យមកជាច្រើនគ្រឿងមានអាតូចមានអាធំបាទចេញមកហើយបាទជាបន្តបន្ទាប់បាទហើយនៅតាមបណ្ដោយផ្លូវជាលេខ4នេះដែលខ្ញុំបានកំពុងផ្ដិតយករូបភាពបងប្អូនឃើញនេះបាទគឺបិទចរាចរណ៍តែម្ដងបាទមិនទាន់ឲ្យធ្វើចរាចរណ៍បានទេដោយសារតែអណ្ដាតភ្លើងកំពុងតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធើនៅទីតាំងកន្លែងកាត់ហេតុនេះបងប្អូនឃើញនេះបិទចរាចរណ៍សិនហើយបាទរថយន្តពលរដ្ឋអគ្គិភ័យមកហើយបាទខាងសួរមហាផ្ទៃក៏បានក៏ចុះមកដល់បាទផងដែរបាទជាច្រើនគ្រឿងដើម្បីជួយធ្វើការអន្តរាគមន៍នៅទីតាំងដែលមានអគ្គិភ័យកំពុងមានការចាប់ឆេះនេះបាទបងប្អូនឃើញនេះត្រង់ចំណុចទីតាំងផ្លូវជាតិលេខ4ដែលគឺសមាជិកមានការបិទចរាចរណ៍មិនទាន់តែធ្វើដំណើរបាទធ្វើចរាចរណ៍បានទេនៅចំណុចទីតាំងកន្លែងកាត់ហេតុនេះបងប្អូនឃើញនេះបិទហើយបាទហើយកម្លាំងសមាជិកមកហើយបាទដើម្បីជួយធ្វើការអន្តរាគមន៍ក៏ដូចជាសម្រួលនៅចរាចរណ៍ដែលមានអគ្គិភ័យកំពុងឆាបឆេះនៅទីតាំងតាមបណ្ដោយផ្លូវជាតិលេខ4នេះ
បងឃើញនេះបាទអណ្ដាតភ្លើងនៅតែបន្តឆាប់ឆេះបាទនៅឡើយទេយ៉ាងសន្ធោសន្ធៅតែម្ដងរថយន្តបាទមកជួយធ្វើការអន្តរាគមន៍នឹងមានរថយន្តបាទខាងបាទស្នងការរាជធានីភ្នំពេញមានរថយន្តបាទស្នងការស្ថានគរបាលខេត្តកណ្ដាលបានចុះមកបាទជាច្រើនគ្រឿងបាទផងដែរនៅទីតាំងដែលមានអគ្គិភ័យកំពុងមានការឆាប់ឆេះនេះបាទប្រិមត្តលោកជនឃើញហើយទិដ្ឋភាពនិងរូបភាពដែលខ្ញុំបាទផលសុខីកំពុងតែផ្ដិតយករូបភាពនៅទីតាំងកន្លែងកាត់ហេតុដែលមានអគ្គិភ័យកំពុងមានការឆាប់ឆេះបាទបងប្អូនឃើញនោះអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបាទផ្សែងឡើងខ្មួខ្មាញ់ឡើងទៅលើតែម្ដងហើយក៏ជាសារមួយផងដែរបាទទៅដល់បងប្អូនប្រជាពលរដ្ឋបាទដែលយើងរស់នៅក្នុងមូលដ្ឋានមួយបាទយើងគួរមានការប្រុងប្រយ័ត្នផងដែរនៅបញ្ហាភ្លើងបាទបើយើងមានការចូលរួមប្រុងប្រយ័ត្នទៅវាអាចនឹងកិច្ចផុតនៅបញ្ហាអគ្គិភ័យកើតឡើងបាទផងដែរយើងនឹងស្រាប់ហើយបាទរដូវនេះគេហៅថាជារដូវក្តៅបាទវាអាចនឹងកើតមាននៅបញ្ហាអគ្គិភ័យដែលកើតឡើងបាទហើយករណីអគ្គិភ័យឆាប់ឆេះនេះយើងមិនទាន់ដឹងថាមកពីមូលហេតុអ្វីនៅឡើយទេដែលឆាប់ឆេះរោងចក្របាទមួយកន្លែងហ្នឹងបាទអស់ទាំងស្រុងទៅហើយឆេះរៀលដាលទៅដល់រោងចក្រផ្សេងទៀតជាប់នៅទីតាំងកន្លែងកើតហេតុនេះហើយការចាប់ឆេះនេះគឺនៅដើមខែមេសានេះតែម្ដងបងប្អូនប្រជាជនបាទរថយន្តបាទលើគីភ័យធុនធំមកដល់ទីតាំងកន្លែងកថាទេមកបងឃើញនេះបាទមកខុបបាទនៅរថយន្តផលិតគីភ័យមកដើម្បីជួយធ្វើការអន្តរាគមន៍បាញ់ទឹកទៅលើទីតាំងដែលមានអគ្គិភ័យបាទកំពុងមានការឆាប់ឆេះនេះតាមផ្លូវជាតិលេខ 4 បាទគុំពើកស្រុកអង្គធ្នូទៅខេត្តកណ្ដាលប្រិមត្តជនដែលកំពុងតាមដានរកាផ្សាយរាល់ព័ត៌មានតនការដល់អង្គភាពសារព័ត៌មាន TV3 ឬខ្ញុំបាទផលសខីកំពុងតែផ្ដិតយករូបភាពនៅទីតាំងដែលមានអគ្គិភ័យកំពុងមានការឆាប់ឆេះបាទរថយន្តផលិតអគ្គិភ័យបានចុះមកជាច្រើនគ្រឿងដើម្បីជួយធ្វើការអន្តរាគមន៍បាញ់ទឹកបាទទៅលើទីតាំងដែលមានអណ្ដាតភ្លើងកំពុងមានការឆាប់ឆេះនេះហើយតាមបណ្ដោយផ្លូវជាតិលេខ 4 បាទក៏មានការបិទចរាចរណ៍សិនដែរបាទដោយសារតែអណ្ដាតភ្លើងនៅតែបន្តឆេះនៅថ្ងៃទី1ខែមេសាឆ្នាំ2025សូមបងប្អូនជួយ share ព័ត៌មាននេះផងហើយក៏ជាសារមួយផងដែរដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នានៅបញ្ហាភ្លើងបាទផងដែរព្រោះអីរដូវនេះគឺជារដូវក្តៅបាទវាអាចនឹងមានការឆ្លងភ្លើងមានការធ្វើប្រហែសតែបន្តិចហ្នឹងអាចនឹងមានការឆាបឆេះបាទផ្ទះឬឆាបឆេះនៅទីតាំងមួយចំនួនដែលធ្វើឲ្យមានការបាត់បង់នៅទ្រព្យសម្បត្តិបងប្អូនជាបរិបទបាទដោយករណីដែលខ្ញុំបាទកំពុងធ្វើការបាទផ្សាយផ្ទាល់នៅទស្សនវិជ្ជានៃរូបភាពករណីអគ្គិភ័យដែលមានការឆាបឆេះបាទនៅថ្ងៃទី1បាទដើមខែមេសាឆ្នាំ2025អណ្ដាតភ្លើងដែលតែបន្តឆេះយ៉ាងសន្ទុះសន្ទុះប្រិមត្តជនឃើញហើយទស្សនវិជ្ជានៃរូបភាពអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្ដងបងប្អូនបាទនៅទីតាំងកន្លែងកាត់ហេតុនេះបាទហើយកម្លាំងពលរដ្ឋអគ្គិភ័យនៅតែបន្តយករថយន្តបាទមកជួយធ្វើការអន្តរាគមន៍បាញ់ទឹកទៅលើទីតាំងដែលមានអគ្គិភ័យកំពុងមានការចាប់ឆេះនៅដើមខែមេសាថ្ងៃទី1បាទមេសាឆ្នាំ2025បងប្អូនឃើញទស្សនវិជ្ជានៃរូបភាពហើយដែលខ្ញុំបាទកំពុងតែផ្ដិតយកព័ត៌មានតនហេតុការជូនបងប្អូនបានតាមដាននិងទស្សនា
bà bằng bông khơi chật phê rút phê hỏi rút dôn bà chênh một on ra cung bà chỉ phải top top dù trang khương thêm đó nơi đi tăng đại miệng kịp phê của một miệng ca chạp chơi đi bà rung chặng bà mùi bà khăn nong ấy bà từ rung ca cuối khát ở trong sông hỏi bằng bông khơi nhá đi bà bằng bông khơi nhá đi bà hỏi cái xe đi đà từ đi tăng mùi cả lại tiết bà cũng làm một lượt khi bán bánh và ở tất vì trong ngay trong đó mà cứ pra cái hai thà cho vô thúng và đám bay từ ti tăng đại miền khi bay của bộ miền ca chắp thế nhưng mà mong khơi trên phía ấy mà cô bà đã xa ta đó krom hôn krom của lượt khi bay và phong này để ban chui đưa ca on ra cung và chia vào to nơi rồi chôn của lượt khi bay nâng ca bánh tấp thốt từ lượt ti tăng đại miền khi bay của bộ miền ca chắp thế này nơi liệu cung bánh vô cung chừng ai vì miền theo một chiếc đó từ miền rung chạm không ạ rung chạm bằng cái rung chạm mùi nó từ ban xe oi bằng xe oi đằng sau này xe riêng đa từ đó rung chạm mà tiên đừng theo vào một chiếc đó này cho đang lương như của mình thấy tiền còn đang thu thời cho chú mình đó là không có bao nhiêu vừa mua prima tu chôn khơi nhà ấy và rồi chôn một lần cái phơi bàn chia nó là thum đây mà đó ba đi sron khắp ban tức vì lơ soi cho một hàng cái đó mấy bông khơi đâu và đại trả đá lang đây mà đâu Prima tu chônកំពុងតាមដានរកាផ្សាយរព័ត៌មានតនការអង្គភាពសារព័ត៌មាន TV3 ដែលខ្ញុំបាទផលសក្តិកំពុងតែផ្ដិតយករូបភាពនៅទីតាំងកន្លែងដែលកើតហេតុមានអគ្គិភ័យកំពុងមានការឆាបឆេះរោងចក្រនៅតាមបណ្ដោយផ្លូវជាតិលេខ4បាទស្រុកអង្គស្នួលខេត្តកណ្ដាលនៅថ្ងៃទី1ខែមេសាឆ្នាំ2025ហើយកម្លាំងរថយន្តពលិតអគ្គិភ័យបាទនៅតែបន្តមកជាច្រើនគ្រឿងជាបន្តបន្ទាប់បាទមានទាំងអាតូចមានទាំងអាធំមកដល់ហើយបងប្អូនបាទហើយលើជាលេខ4នេះក៏មានការបិទចរាចរណ៍បាទផងដែរដើម្បីបាទក្នុងការងាយស្រួលដល់រថយន្តពលិតអគ្គិភ័យចុះធ្វើការជួយអន្តរាគមន៍បាញ់ទឹកទៅលើទីតាំងដែលមានអគ្គិភ័យក៏មានការចាប់ឆេះនេះបាទបងប្អូនឃើញហើយបាទប្រើអាធំតែម្ដងបាទបងប្អូនឃើញបាញ់ទឹកពីលើចូលមកក្រោមតែម្ដងបាទទិដ្ឋភាពនៅរូបភាពដែលខ្ញុំបានកំពុងតែផ្ដិតយកនៅទីតាំងដែលមានអគ្គិភ័យកំពុងមានការឆាបឆេះនេះបាទបងប្អូនឃើញនេះបាទប្រើចន្ទើបាទហើយដាក់ទៅយោតពីលើបាញ់ចុះមកខាងក្រោមតែម្ដងបងប្អូនឃើញនេះបាទប្រើវិធី
bà bị lừa cho một hàng còng bên nhầm đong nơi rụt dun và lượt ghi phơi bà thôn thúng mà một kêu mà bông khơi như này bà là tiếp hiệp để cho ba cầm pung tại vừa cạp sai chút bông ôn mà tam đan đừng tu sana bà hỏi bông ôn bà chui xe phóng bà đã mấy pro bò miền bà toàn hạt cá nơi tiếp hiệp nơi rút hiệp cả nơi cái phơi cầm pung miền cá chắp che bà rong chạ bà rung chỉ môi nông te bông ôn chiều bờ nơi ta mà đòi lời chia lệ 4 bà sốc ông snu khai cần đa đi tình hình pính nơi tháng ngày ti môi khai mê sa năm pipo mà quay pram bóng sông suối bán này không bóng trang tẹt không năng mẹ này không mẹ này bao nào ấy mới đang ta che tẹt bóng ôm chia bọt đưa mua ở nâng rong chạ cho nơi ti tàng lại hay nâng om này má này không rong chạ ná không rong chạ nó muốn kia đằng thao mau bị mua lại đấy mà được không chắc à rong chạ chết đấy không che muốn kia nữa kịp bằng kịp nào sang thấy không nào chắc mà nó che vì rong chạ nó mau muốn kia vào nào ôi mà riêng làm đó rong chạ xây tiền miếng tẹt tiếp vào nào ô ní ở tẹt bông kia vào cho lại nó mà nào hãy miếng rong chạ nó khỏi những tiết đó đấy miếng không đấy biết vào nào rong chạ đi mua tiếp vào này ấy bom miếng tua bom miếng tham miếng cụ thằng bông kia vào nó lại thì hai đó miếng miếng đấy vào nào đây chứ vào nào quả là khôi anh chén không nè bà ở con trai mà bà một rồi bà này cứ chỉ po được miếng bạc thom đấy đại nhom từ tua ban nơi titang cái lại hai bị bom pro bà để có bà nơi titang cái lại hai ní thằng po được miếng tha cả chắp che ní cứ che rong chạm mùi cái lại môn bà che ở thằng strong hói cổ che đi ra đó tia bom chỉ vào nơi titang cái lại cái hai bà chỉ to bà phong ngay một bông khơi nhảy bà từ phim này rút phim lại trong ba pho khí cầm bông lại đất vô rút hiếp nơi đi tăng lại cái hát hơi bông bông khơi đi bà hai chỉ cần nát lên mũi của cho đấy bà đi đầy vô chân máu bông bông khơi này bạn này này hàng mốc đi bà đi rong chạ đầy bà chạp che bông bông đi khơi nhân rong chạ đầy che bà tam phục còn mi bị bông pro có che môn ghế bà che ấy từng strong tem đong bông bông khơi nha bà che riêng đa bà khôi khát ở từng strong hơi cô riêng đa và to tia bông ôm gì và rót nơi cho bị tăng lại cái hai bông bông khơi như này bà chơi bà hỏi bà đạp lưỡng của bà rồi lút từ vinh bà chỉ thả po phong đá đòi cầm lăng của lút từ kịp phơi bà chốt tôi cao chui on ra cung liêm nơi đi tăng lại cái hai đại trong ba kho khi cầm bông đất vô đục phép nơi đi tăng lại cái hai đại miền kịp phơi cầm bông miền cài đạp chơi đi bà hỏi đi thôi bà mà tô hồ sạp cái đườngนี้คือbà hỏi sao là chân đấy bà một bông khơi này bà che tích tem đong bà phò chân đi để đi tăng lại cái hai đập đi cho em đập đi cho em đập đi bắt lái được rồi ba prim được chôn đại cầm pung tam đào được cặp sai rồi bò miền toàn cá đó ngập hiệp sa bò miền thì bị được chạm mặt vào kỳ đã được hiệpการในกิเพย์ได้ชับแช่ในตามาดอยเพลย์ชิ้นเล็กบุญบาสรบองสนูลขายกันได้ในตีนิมปิ้งในทั้งไอตีมวยขายเมษาชนำปีปอมาเพย์ปรามดามขายดอยเช่รงจักมวยกันแรงบาโรงกาคุยขาดออกอย่างสตรองให้เรียนดาลรอบจากบอมโอมจีบรอดบาในจอบตีตังกันไหลกันแฮดนี้เขาคือมินมาโตกองไปพอสามมวยคืนนี้กูโรงกาขาดบาบองออกลิงแต่ลองคือชับแช่อ้อยบาจะมาพอที่สมมันจับกาทรายปันได้ให้สมเอาคนบอมโอนbà đại cầm pung tam nào được gặp sai rồi bò miền toàn hạt cá đó gặp sa bò miền thì vi bạc chấm bạc sôm kèm nào cún ở số mà phải tua bóng đá nơi cả thà thì bài nơi chấm đôi na lừa lừa cổ chuông bà sôm ở cún sôm chấm được liền